សួស្តីអ្នកទាំងអស់គ្នាត្រឡប់ជួបគ្នាជាមួយនឹងខ្ញុំថ្ងៃនេះគឺខ្ញុំរួមរឿងថ្មីសម្រាប់ចែកជូនទៅកាន់អ្នកទាំងអស់គ្នាហើយរឿងនេះមានចំណងជើងថា T1 of the Tower Defense Game ហើយសម្រាប់រឿងនេះគឺចេញបានចំនួន158 episode ហើយខ្ញុំនឹងព្យាយាមធ្វើឲ្យអ្នកទាំងអស់គ្នាមើលកាន់តែលឿនកាន់តែអាចធ្វើទៅបានដោយសារតែស្រុកជាតិយើងមានកំពុងតែមានសង្គ្រាមខ្ញុំពិតជាពិបាកធ្វើខ្លាំងមែនទែនដោយសារតែខ្ញុំនៅជាប់ព្រំដែនហើយបន្តមកយើងកុំឲ្យបែកពេលវេលាយូរយើងចាប់ផ្ដើម start វីដេអូទាំងអស់គ្នាតាមសាច់រឿងមុនដំបូងយើងក៏បានឃើញម្នាក់ម្នាក់កំពុងតែស្រែកអរគាត់ក៏បាននិយាយថាទីបំផុតខ្ញុំបានឈ្នះហើយទីបំផុតខ្ញុំបានឈ្នះហើយទីបំផុតខ្ញុំបានឈ្នះហ្គេមដែលគួរឲ្យខ្លាចនេះហើយការពារពិភពដោយការវាយប្រហាររបស់កុកងងឹតបុរាណដោយការលំបាកបន្ទាប់ពីការបង្ហាញខ្លួនរបស់ហ្គេមរយៈពេល10ឆ្នាំមកអ្នកឈ្នះដំបូងបានបង្ហាញខ្លួនហើយអ្នកឈ្នះដំបូងនោះគឺជាខ្ញុំមិនថាហ្គេមពិបាកយ៉ាងណាទេខ្ញុំនឹងលេងឲ្យឈ្នះខ្ញុំគឺជាអ្នកផ្សាយវីដេអូហ្គេមហើយនៅក្នុងចំណោមហ្គេមទាំងអស់នោះខ្ញុំពិតជាចូលចិត្តលេងហ្គេមណាដែលលំបាកខ្លាំងជាងគេបំផុតហើយ Channel របស់ខ្ញុំមានឈ្មោះថា Rico Taku ហើយខ្ញុំមានចំនួន 2.3 subscriber អរគុណទៅអ្នកទាំងអស់គ្នាខ្ញុំបានទទួលលុយ$300សូមអរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នាខ្ញុំក៏ផងដែរសូមអរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះជាលើកដំបូងហើយរបស់ហ្គេមដែលមានអ្នកដោះស្រាយបន្ទាប់ពីហ្គេមចេញបាន12ឆ្នាំមកនេះនិយាយឲ្យត្រង់ទៅចំណេញរបស់ខ្ញុំពិតជាឈួតមែនតើមានលទ្ធផលមួយណាសម្រាប់អ្នកលេងហ្គេមដែរឬទេហត់ណាស់ចឹងណាខ្ញុំក៏មានរឿងក្នុងចិត្តចង់និយាយដែរវាជាការសោកស្ដាយបំផុតរបស់ពួកបរិសុទ្ធដែលបានស្លាប់ក្នុងពេលចុងក្រោយនាងបានតស៊ូទោះបីជានាងជាតួអង្គកម្រិតអក៏ដោយប៉ុន្តែមនុស្សទាំងអស់គ្នាលើកលែងតែតួឯកសំខាន់គឺលូកាសបានស្លាប់ជាការប្រសើរណាស់គោលដៅរបស់ខ្ញុំនៅក្នុងហ្គេមនេះដើម្បីឈ្នះមិនមែនរត់ខ្លាចស្លាប់នោះទេបន្ទាប់មក system ក៏បានចេញមកហើយកន្លែងនេះគ្នាយើងសម្អាងខ្លួនឯងទៅខ្ញុំអត់បានអានឲ្យស្ដាប់ទេ sorry អ្នកទាំងអស់គ្នាលូកាសនៅតែឈរនៅទីនោះsorry អ្នកទាំងអស់គ្នាខ្ញុំពិតជាអត់សូវយល់ពីកន្លែងហ្នឹងដែរដោយសារតែខ្ញុំបកប្រែមកចេញមកចម្លែកអញ្ចឹងនៅចំពោះពុកស្ដេចបិសាចដែលចាញ់ហើយនឹងកំណត់សាកសពនៃសត្វចម្លែកដែលបានស្លាប់នៅទីនេះហើយនឹងមានសាកសពមិត្តរួមរបស់ខ្ញុំផងដែរហេតុអ្វីបានជាវាអញ្ចឹងទោះបីគ្រាន់តែជាតួអង្គនៅក្នុងហ្គេមក៏ដោយមើលទៅសមររបស់គាត់ដូចជាឯកោបន្តិចមែនទេចប់ការពារអាណាចក្រពីភពងងឹត8ឆ្នាំមុនអ្នកអភិវឌ្ឍហ្គេមបាននិយាយថាអ្នកដែលលេងហ្គេមនេះឈ្នះនឹងមានរង្វាន់អូលុយតាវាពិតជាបានភ្លាមចាប់តាំងពីអ្នកបានបង្ហាញថាហ្គេមនេះអាចនឹងយកឈ្នះបានអូមាននោះជាអ្វីដែលខ្ញុំមានន័យថាហាទេខ្ញុំមិនថាការអ្វីដូចនោះទេLOLមិនអីទេតារាណាយើងមានភាពសប្បាយរីករាយទេកំប្លែងណាលោកអើយមើលការភ្នែកកំពុងតែស្វាងរបស់គាត់ទៅបើសិនបើគេឲ្យអំណោយដល់អ្នកប្រកាសជាលត់ជង្គង់ចាស់អោនអូអ្នកពេកជាច្បាស់ពេកហើយទេខ្ញុំមិនដូចទេអររយៈពេលជាច្រើនឆ្នាំណាស់មកហើយចាប់តាំងគេយកគេហទំព័ររបស់គេយកទៅហើយมันមានភាគដែលចេញនៅក្នុងឆ្នាំនេះទៀតទេដូច្នេះគ្មានវិធីដែលពួកគេតាក់ទងរកខ្ញុំបានឡើយនឹងសុកក៏បានចេញដល់ system មួយអ្វីតើមានអ្វីកាត់ឡើងហ្នឹងហើយផ្ទាំងដែលបានឆាបឲ្យគាត់ហ្នឹងគឺចេញសញ្ញាសួរទាំងអស់ធ្វើឲ្យគាត់ឆ្ងល់ខ្លាំងមែនទែនបន្ទាប់មកក៏បានចេញពី system មួយជាដំបូងខ្ញុំសូមអរគុណទៅកាន់អ្នកនិយាយត្រង់ទៅខ្ញុំបានបោះបង់ហ្គេមនេះចោលយូរណាស់មកហើយខ្ញុំមិនគិតថាមានអ្នកលេងហ្គេមនឹងតទៅមុខទៀតទេតើនេះជាអ្វីតើនេះជាការពិតមែនទេតែឥឡូវនេះខ្ញុំពិតជាធូរស្រាលហើយបន្ទាប់ពីឃើញអ្នកប្រកួតឈ្នះអូមិនដឹងទេហើយបន្ទាប់មក system ក៏បានលោតមួយទៀតខ្ញុំរីករាយនឹងមានសេចក្តីសង្ឃឹមសម្រាប់ពួកយើងសង្ឃឹមអ្វីតើពួកគេកំពុងតែធ្វើភាពបន្តដែរឬទេ The System ក៏បានលោតមួយទៀតហើយក៏បាននិយាយថាអ្នកបានបង្ហាញពីជំនាញនិងលក្ខណៈសម្បត្តិរបស់អ្នកគ្រប់គ្រាន់ហើយបន្ទាប់មកអ្នកមកកន្លែងទីនេះដើម្បីជួបពួកយើងអញ System និយាយគេលក្ខណៈសម្បត្តិជំនាញចុយ System នេះបែកចឹងអាកន្លែងហ្នឹងប្រហែលជាតួឯងប្រុសគិតអញ្ចឹងមែនមិនខ្ញុំនិយាយបើមិននេះទេខ្ញុំមិននិយាយនេះទេខ្ញុំគិតថាតួឯងប្រុសយើងក៏តែគិតអញ្ចឹងបន្តមកផ្ទាំងអក្រង់កុំព្យូទ័ររបស់គាត់បានចេញពណ៌មាសឥឡូវខ្ញុំនៅទីណាតើសំឡេងសំខាន់ទាំងនោះគឺជាអ្វីខ្លួននៅទីនេះស្នូកំភ្លើងនៅទីនេះវាដូចជាកន្លែងមួយដែលខ្ញុំប្រហែលតួឯងប្រុសយើងកំពុងតែខ្លាចសលេងស្នូកំភ្លើងហើយបន្ទាប់មកតួឯងប្រុសរបស់យើងក៏បានងើបឈរហើយក៏បាននិយាយថាដើម្បីប្រយោជន៍ចុះអ្នកប្រយោជន៍ចុះបន្ទាប់មកក៏បានលេចចេញនៅទង់ជាតិមួយឈប់ពួកគេការពារពួកគេដើម្បីប្រយោជន៍តើមានអ្វីកើតឡើងនៅទីនេះបន្ទាប់មកមានទាហានម្នាក់ចេញស្នៀតដាវពុះដាវមួយដាច់
វាសាច់ជាពីរបន្តមកក៏បាននិយាយថាតើទីនេះជាកន្លែងសង្គ្រាមតាមមែនទេហើយក៏បានឆ្ងល់ពីសម្ដីរបស់តាហ៊ាននឹងបាននិយាយថាតាហ៊ាននឹងបាននិយាយអូព្រះមហាក្សត្រតើព្រះអង្គសុខសប្បាយជាទេអើយដល់កឲ្យមើលរូបសួរធម្មតាបានទេតែមើលមកក៏គួរខ្លាចហើយតើឲ្យយើងក៏បាននិយាយទៅវិញថាសត្រូវឈប់កុំចូលចិត្តខ្ញុំហើយតាហ៊ាននោះក៏បាននិយាយថាខ្ញុំឈប់ហើយតើឲ្យប្រុសក៏បាននិយាយថាអាយ៉ាហើយគាត់ក៏បានតម្លាក់ដាវធ្លាក់ទៅក្រោមសោះប្រាវហើយតើឲ្យប្រុសរបស់យើងក៏បានគិតថាចំដាច់មែនតើបន្ទាប់ពីបានតម្លាក់ដាវចោះគាត់ក៏បាននិយាយថាជាកំហុសរបស់ខ្ញុំសូមព្រះអង្គលើកលែងទោសខ្ញុំផងតើមានអ្វីចំពោះមនុស្សម្នាក់ដែលនៅចំពោះខ្ញុំនេះតើមានអ្វីតើគាត់កើតអីមែនហើយតួយើងក៏បាននិយាយតទៅមួយទៀតថាអញសួស្តីលោកជាដំបូងសូមលោកស្ងប់ចិត្តបន្តិចសិនបន្ទាប់ពីគាត់និយាយមួយបារម្ភម្នាក់រួចហើយក៏មានចំហាយស្គីដ៏ចម្លែកមួយបានវាប្រហារមកកាន់គាត់ទាំងពីរនេះធ្វើឲ្យតួឯករបស់យើងក៏បានក្អួតឈាមហើយក៏បានអន់ខ្លួនចុះទៅក្រោមផងដែរតើនេះគឺជាអត្តពលរបស់ក្របែកមែនទេអូវាពិតជាមិនធម្មតាទេវាអាចស្លាប់មនុស្សមែនហ៎អ្វីដែលធ្វើអំណាចមកទីនេះអូវាគឺជាបារម្ភម្នាក់ហើយប្រហែលនោះក៏បាននិយាយថាក្រុមជួយសង្គ្រោះជនមកដល់ហើយអ្នកទាំងអស់គ្នាឆាប់ចូលប្រយោជន៍បន្តមកមានបារម្ភម្នាក់កំពុងតែកាប់តមកក៏ភ្លេចខ្លួនក៏មានបិសាចមួយចាក់ពីក្រោយខ្នងមកគាត់ក៏បានស្លាប់គាត់បាត់ទៅហើយការចាក់បបិសាចនោះក៏បានខ្ទាតដៃហើយដៃនោះក៏បានខ្ទាតមករកតួឯកប្រុសរបស់យើងនៅពេលតួឯកប្រុសរបស់យើងឃើញដៃព្រាមគឺគាត់មានការភ័យខ្លាចជាខ្លាំងហើយបិសាចទាំងនោះក៏បានស្លាប់ទៅហ៊ាននៅទីនោះអស់ទាំងអស់តែសល់តែគាត់តែមួយហើយសត្វចំណែកនោះក៏បានមើលមកគាត់ដែលគួរខ្លាចខ្លាំងមែនទែនធ្វើឲ្យគាត់មានអារម្មណ៍តែប្របាកទទួលយកខ្លាំងណាស់ហើយគ្នាយើងសុំទោសផងដោយសារតែយក record សលេងវាអាចនឹងលឺសលេងដូចញ៉េរីញ៉ៃសំខាន់តែអភ័យទោសដល់ខ្ញុំផងហើយសត្វពីរនោះក៏បានរកវាយតួឯកប្រុសផងដែរហើយក៏បានដេញវាយតួឯកប្រុសតែម្ដងមិនចាំបាច់និយាយច្រើនបន្ទាប់មកសាច់ពីរនោះរកទៅវាយតួឯកប្រុសរបស់យើងហើយក៏មានទាហានមកក្រុមទៀតក៏បានមកការពារតួឯកប្រុសផងដែរហើយទាហាននោះត្រូវបានសត្វពីរនោះសម្រាប់ចោលទាំងអស់ទៀតហើយពីរនោះរៀបនឹងសម្រាប់តួឯកប្រុសហើយក៏មានបរិសម្នាក់ក៏បានមកការពារតួឯកប្រុសហើយបរិសនោះខ្ញុំសុំហៅតែបរិសពណ៌សក់លឿងមកទៅសួរហៅខ្ញុំខ្ជិលហៅឈ្មោះខ្លាំងមែនទែនហើយគាត់ក៏បានបញ្ចេញនូវស្គៀមួយហើយក៏ពោបិសាចនោះដាច់ជាពីរតែម្ដងពិតជាខ្លាំងមែនទែនហើយបរិសម្នាក់នោះក៏បានសួរតួឯកប្រុសថាតើព្រះអង្គមិនកាត់អ្វីទេហើយតួឯកប្រុសយើងក៏បានថាតើអ្នកនិយាយថាណាជាស្ដេចតើមានអ្វីកើតឡើងចំពោះអ្នកហើយតួឯកប្រុសយើងក៏បានកលើយទៅមើលមុខបរិសម្នាក់ចំហើយក៏បានឃើញហើយក៏គាត់បាននិយាយថាលូកាហើយបរិសម្នាក់នោះគ្រាន់តែឃើញតួឯកប្រុសរបស់យើងហៅភ្លាមគោសក់ទៅព្រែកលហេមហាមយំពេញនឹងប្រោយកន្លែងហ្នឹងរឿងតប៉ែបន្តិចខ្ញុំមានអារម្មណ៍ថាស្គាំងដែរព្រោះអីកន្លែងហ្នឹងរឿងគាំងដែរតែមែនតាម្ដងគាត់ហៅឈ្មោះសោះយំដែរអំភើបព្រះអង្គមិនដែលហៅឈ្មោះខ្ញុំពីមុនទេឥឡូវហៅឈ្មោះខ្ញុំពិតជារីករាយខ្លាំងណាស់ហើយលោកកាសក៏បាននិយាយថាតើគាត់ពិតជាដូចពីមុនដែរទេតោះកាត់សាច់រឿងអត់ប្រយោជន៍ហ្នឹងចោលយើងចូលទៅកន្លែងណាមានប្រយោជន៍តទៅមុខទៀតនេះគឺជាប៉មជាការការពារចុងក្រោយរបស់ការវាប្រហាររបស់គុកងងឹតហ្នឹងហើយខ្ញុំប្រហែលជាដូចធ្វើពីគុកងងឹតហ្នឹងមកពីការវាប្រហាររបស់អារក្សវិញស្រួលហើយជាងអ្នកគ្នាមកនឹងមកទីនេះខ្ញុំក៏បានលេងឈ្នះក្នុងការពិបាកបំផុតគឺអាណាចក្រការពារប៉មចុងក្រោយរបស់ការវាប្រហាររបស់គុកអារក្សហើយខ្ញុំគេហៅថាមនុស្សដែលអត់ប្រយោជន៍ហើយខ្ញុំមានឈ្មោះមួយទៀតគេហៅថាអ្នកប្រយុទ្ធឈុតប្រផេះត្រូវហើយលោកអាដាមអញហេតុអ្វីខ្ញុំកាត់ជំនួសដ៏អាក្រក់បែបនេះហេតុអ្វីយុទ្ធសាស្ត្រឈួតនៃព្រះទាយាទទី3មេបញ្ជាការអាក្រក់បំផុតដែលបានបំផ្លាញកងទ័ពនៅក្នុងមន្ទីរហើយនេះគឺជាតួអង្គដែលគួរឲ្យខ្លាចបំផុតនៅក្នុងសាច់រឿងមួយនេះគាត់បានបង្រៀនគេជាច្រើនដើម្បីឲ្យគេចាញ់សង្គ្រាមមិនមែនដើម្បីឈ្នះនោះទេឈ្មោះរបស់គាត់មានឈ្មោះថាEberbliss ខ្ញុំមិនដឹងថាខ្ញុំអានត្រូវឬខុសទេហើយអ្វីបានជាខ្ញុំកាត់ជាគាត់ពិតជាគួរឲ្យខ្លាចយ៉ាងនេះហើយគាត់ថាញជាជនផ្ដាច់ការនៅក្នុងហ្គេមនេះថែមទៀតកាត់ពីកន្លែងហ្នឹងយើងចូលទៅក្នុងកន្លែងដែលនៅក្នុងបន្ទប់ឯកជនហុយពិតជាលឿងណាស់ហេតុអ្វីបានអ្នកចប់កាំងនៅទីនេះអ្នកគួរតែនៅក្នុងបន្ទាយណោះហុយហេតុអ្វីជាខ្ញុំពិតជាចិត្តឈួតមែនទែនហើយនេះគឺជាហ្គេមការពារចក្រភពនៃការវាប្រហាររបស់ Danceនៃភាពងងឹតការវាប្រហារនៃការពាររបស់អារក្សនៃភពងងឹតគឺហ្គេមនេះគឺលំបាកបំផុតដូចជាថ្នាក់រកមួយអញ្ចឹងនិងរបៀបដែលសេកបានជួយសង្គ្រោះហើយខ្ញុំគឺជាមនុស្សម្នាក់គត់ដែលលេងហ្គេមនេះឈ្នះ
តាមកណិតរបស់ខ្ញុំអាចនឹងមានឱកាសในការរកផ្លូវមួយនៃចេញពីហ្គេមមួយនេះលើកលែងតែអំឡុងពេលនៃការបង្រៀនមួយនេះប្រព័ន្ធដំណាក់កាលដែលមិនអាចទៅរួចមួយនេះការបង្រៀនដែលបង្កើតឡើងប្រកបណាស់គឺមិនអាចយកឈ្នះបានឡើយពីព្រោះរឿងនេះគឺជាការចាប់ផ្ដើមរបស់លូកាសដែលបានភ្លេចខ្លួនតែឯងពីការឈានពានរបស់សត្វចម្លែករឿងនេះបន្តរហូតអស់រយៈពេល3ឆ្នាំហើយកងទ័ពពីពីងដល់ចម្លែកអាចបបបាញ់នៅក្នុងកន្លងឆ្នាំទី2តែប៉ុណ្ណោះតើខ្ញុំអាចចាប់ផ្ដើមដឹកនាំមនុស្សរាប់រយនាក់ក្នុងពេលឆាប់នេះយ៉ាងដូចម្ដេចទេភ្ញាក់ឡើងខ្ញុំជាអ្នកលេងហ្គេមនឹងចប់ប្រសិនបើខ្ញុំប្រើចំណេះដឹងដែលខ្ញុំធ្លាប់បានលេងហ្គេមនឹងពីមុនមកត្រូវតែមានវិធីមួយគឺធ្វើរត់វាយប្រហារខ្ញុំពិតជាចំណានណាស់មែនទេតើមានអ្វីកើតឡើងចំពោះកម្រិតពីពីងទាំងនេះពីពីងមានកម្រិត55វាមានច្រើនលើសពី 1000 នាក់ទៅហើយតើវាមានអ្វីកើតឡើងតើវាមានអ្វីកើតឡើងនៅពេលនេះហើយអ្វីវាចម្លែកយ៉ាងនេះហើយភាពធន់របស់ជញ្ជាំងការពារពិតជាទាបខ្លាំងណាស់មែនទេហើយនេះគឺជាអាវុធកាភ្លើងធំបុរាណមានតែកាភ្លើងធំម៉ាណាមួយទេដែលអាចនឹងប្រើប្រាស់បាននៅក្នុងពេលសង្គ្រាមតើអ្នកគួរឲ្យខ្ញុំធ្វើអ្វីនៅក្នុងអត្រានេះគឺឱកាសដែលយើងយកឈ្នះគឺវាមានឱកាសដែលទាបខ្លាំងមែនទែនខ្ញុំត្រូវតែរកវិធីដែលមានឱកាសឈ្នះខ្ពស់ជាងនេះ2ទៅ3ដងសូមអ្នកទាំងអស់គ្នាស្ងប់ចិត្តប្រសិនបើខ្ញុំលេងរបៀបស៊ីងខ្ញុំមិនដឹងថាស៊ីងខ្ញុំលេងថាម៉េចទេតែគេបកប្រែមកអញ្ចឹងហើយក៏បាននិយាយថាទៀតថាវានឹងមិនអាចរក្សាទុកនឹងផ្ទុកបានទេហើយប្រសិនបើមានអ្នកធ្វើខុសបន្តិចនៅលបែងទាំងនេះគឺនឹងខូចខាតជាប្រការដូច្នេះហើយយើងគួរតែយកវិធីនេះព្រោះសារតែវាអាចដំណើរការនៅពេលនេះបានវាគឺជារឿងមួយដ៏ល្អខ្ញុំដឹងពីក្នុងហ្គេមនេះក្នុងរយៈពេលដែលខ្ញុំបានលេងចាប់ពី6ខែមកតែងតែមានបទពិសោធន៍និងវិធីសាស្ត្រជាច្រើនដើម្បីរស់រានមានជីវិតសូម្បីតែភាពលំបាកដែលខ្ពស់ជាងនេះបន្តិចក៏ដោយវិធីទាំងនេះក៏ជាច្បាស់លាស់ជាងមុនឈប់ខ្ញុំកំពុងស្វែងរកគេលូកាសតើអ្នកនៅទីណាលូកាសមិនអីទេបាទព្រះអង្គខ្ញុំបានមកដល់ហើយតើខ្ញុំអាចជួយអ្វីដល់ព្រះអង្គបានសូមអ្នកហៅភាពឯកជនភ្លាមតើព្រះអង្គចង់បានន័យថាឲ្យទូមង្គមទៅហៅអ្នកអដំណើររបស់ព្រះអង្គតើមែនទេព្រះអង្គមិនណែហៅពួកគេមកពីមុននោះទេឈប់កុំនិយាយទៅពេលនេះឆាប់ទៅហៅពួកគេមកឲ្យលឿនព្រោះខ្ញុំមានវិធីទប់ទល់នឹងស្ថានភាពបែបនេះតើគ្រប់គ្នានៅទីនេះដែរទេពួកគេទាំងនោះគឺជាមនុស្សដែលធ្លាប់ស្គាល់លីលីខេនចុងក្រោយគឺដាមៀនជាថ្មីទៀតខ្ញុំអាចយល់បានជាច្រើនទៀតខ្ញុំធ្លាប់ឃើញតួអង្គនេះពី3ដងតែប៉ុណ្ណោះនៅពេលដែលខ្ញុំលេងហ្គេមហើយនៅពេលដែលខ្ញុំជួបគាត់នៅពេលដែលគាត់បានស្លាប់តាមវិធីនេះហេតុអ្វីបានខ្ញុំឲ្យគាត់រត់ខ្លួនបែបនេះហេតុអ្វីមិនគាត់យំថ្ងៃនេះដាមៀនបានបាត់បង់សមាជិកម្នាក់សូមអ្នកយល់គិតទៅវាដូចជាការបង្រៀននៅក្នុងហ្គេមមួយដែរចាប់តាំងពីដំបូងមកដាមៀនត្រូវបានគេបំបាក់សមត្ថភាពមើលទៅគាត់ដូចជាស្លាប់បាត់ទៅហើយទោះបីគឺគាត់ជាមនុស្សម្នាក់ដែលសំខាន់គឺជាអាណាព្យាបាលមួយក៏ដោយក៏ប៉ុន្តែឥឡូវនេះខ្ញុំគិតថាគាត់ពិតជាមិនសូវសំខាន់អ្វីនោះទេជាការប្រសើរណាស់ជាដំបូងចាប់តាំងពីពេលនេះខ្ញុំនឹងបញ្យល់តួនាទីម្នាក់នៅក្នុងសមរភូមិថ្ងៃស្អែកអ្នកដំបូងគឺលីលីគឺជាតួអង្គមួយគឺជាព្រះនាងនៃព្រះទាយាទហើយជំនាញរបស់គាត់គឺជាអ្នកលេងវេទមន្តដ៏ខ្លាំងក្លាមួយរូបផងដែរនាងគឺត្រូវតែទទួលបន្ទុកការដឹកស្ពាវុធនិងការពារការវាយប្រហាររបស់បិសាចពីពីងផងដែរបាទតែករណាខេនគឺជាមេតបសេះដែលដឹកនាំការវាយប្រហារនៅជួរមុខបំផុតជាមួយនឹងសត្វពីពីងគាត់អាចយករាងកាយរបស់គាត់ទប់ការវាយប្រហារគ្រប់ប្រភេទដែលអាចចូលមកក្នុងបានគឺពិតជាសាហាវខ្លាំងមែនទែនហើយគាត់នឹងជ្រាបចូលសត្រូវយ៉ាងសម្ងាត់ហើយធ្វើឲ្យសត្រូវមានភាពយល់ច្រឡំជ្រាបចូលដើម្បីយល់ច្រឡំដាមែនដូចខ្ញុំនិយាយពីមុនតែខ្ញុំមានអារម្មណ៍ថាកន្លែងណាគាត់និយាយបែកងាយនេះហើយដាមែនគឺជាអ្នកព្យាបាលអ្នកទាំងអស់គ្នាគឺបើសិនជាពីមុនខ្ញុំសម្រាប់ខុសអីគ្នាយើងខ្ញុំខន្តីអភ័យទោសដល់ខ្ញុំផងដោយសារតែខ្ញុំមិនអាចចេះទាំងអស់ទេខ្ញុំគឺពេកជាកាំងខ្លួនឯងសម្រាប់ខ្លាំងមែនទែនអរគុណសម្រាប់អ្នកទាំងអស់គ្នាផងដែរការងារដែលចាំបាញ់នៅក្នុងហ្គេមចាប់ពីពេលនេះតទៅអ្នកគឺជាអ្នកដែលលបបាញ់នៅក្នុងការប្រយុទ្ធចុងក្រោយនេះអ្នកត្រូវតែបាញ់គោលដៅសំខាន់បំផុតរបស់សត្រូវអ្នកចុងក្រោយបំផុតគឺលូកាសអ្នកនឹងដឹកនាំទាហានដែលអសល់និងរក្សាជួរមុខអ្វីអ្នកទាំងអស់គ្នាមានរឿងអ្វីដែលត្រូវនិយាយអត់និយាយមកមិនអ្នកឈួតអ្នកពិតជាគិតថានេះជាផែនការល្អរបស់អ្នកតើមែនទេព្រះអង្គបានបង្កើតផែនការដែលមិនជោគជ័យជាច្រើនណាស់មកហើយតើព្រះអង្គពិតជាគិតថាខ្ញុំម្ចាស់ដែលជឿតាមព្រះអង្គទៀតតើមែនទេព្រះអង្គបាននាំខ្ញុំម្ចាស់ដើរធ្លាក់ចូលអណ្ដែតជាច្រើនដងហើយតើព្រះអង្គពិតជាទុកចិត្តលើចំពោះមួយនេះទៀតតែទេហើយតួប្រុសយើងក៏បានគិតក្នុងចិត្តថាទេមិនមែនជាខ្ញុំទេ
ពេលនោះគ្រាន់តែជាបរិសម្នាក់ដាក់អាក្រក់ម្នាក់នោះអ្នកទេត្រូវហើយការស្ដាប់ផែនការនេះមើលទៅដូចជាឈួតមួយអញ្ចឹងប៉ុន្តែកន្លែងនោះគឺជាកន្លែងដែលมันអាចប្រើមធ្យោបាយធម្មតាអាចចាត់ការបាននោះទេដូច្នេះហើយគ្មានវិធីណាល្អជាងវិធីដោះស្រាយបញ្ហាដូចឈួតនេះនោះទេអូយអ្នកទាំងអស់គ្នាបើសិនខ្ញុំនិយាយអាក្រក់ស្ដាប់ឲ្យគ្នាយើងសំខាន់ទៅមកខ្ញុំផងដោយសារតែនោះខានខ្ញុំមិនអាចចេញពីទីនេះបានទេនៅពេលនេះខានតែអ្នកពិតជាមិនស្ដាប់បង្គាប់នៃព្រះរាជបុត្រនៃព្រះរាជាតាមមែនទេនៃមេបញ្ជាការជួរមុខមួយនេះស៊ូឡើងអ្នកទាំងអស់គ្នាតបមកខានក៏បានរន្ធត់ចិត្តផងដែរព្រះអង្គម្ចាស់ខ្ញុំមិនបាច់និយាយទៅខានត្រូវហើយអ្នកដែលនៅពីមុខចំពោះមុខរបស់អ្នកគ្រាន់តែជាមនុស្សឈួតមួយតែប៉ុណ្ណោះប្រសិនបើខ្ញុំបោះបង់ភាពជាអ្នកដឹកនាំនៅពេលនេះគឺជាទីបញ្ចប់របស់ពួកយើងយុទ្ធសាស្ត្ររបស់ខ្ញុំអ្នកស្ដាប់ទៅមើលទៅដូចជាមិនអាចទៅរួចនឹងគ្មានការប្រុងប្រយ័ត្ននេះគឺជាវិធីចាំបាច់ដែលធ្វើឲ្យពួកគេដើរតាមខ្ញុំមិនចាំបាច់ត្អូញត្អែប៉ុន្តែអ្នកទាំងអស់គ្នាដែលស្ថិតនៅទីនេះសុទ្ធសឹងតែមានកាតព្វកិច្ចនឹងការអនុវត្តហើយសុទ្ធសឹងតែជាអ្នកមានសមត្ថភាពផងដែរនេះហើយគឺជាមូលហេតុដែលខ្ញុំសុខចិត្តធ្វើជាមនុស្សឈួតម្នាក់ហើយខ្ញុំចង់ធ្វើជាមនុស្សឈួតខ្លាំងជាងនេះម្នាក់ទៀតហើយក្លែនក៏បានគិតចិត្តថាព្រះអង្គម្ចាស់គឺជាមនុស្សឈួតទាំងស្រុងតែគាត់ពិតជាមិនដឹងថាពួកអ្នកលេងវេទមន្តពិតជាសំខាន់ខ្លាំងប៉ុណ្ណាហើយខែនក៏បាននិយាយតទៅទៀតថាគ្មានវិធីណាដែលខ្ញុំអាចនឹងតូចចិត្តបរិសម្នាក់នេះជួបមុខបានទេមែនហើយទោះបីជាអ្នកដែលធ្វើវេទុកគ្រាន់តែជារបស់លេងកំ pl ែងក៏ដោយតួអង្គដែលបង្រៀនគឺមានជំនាញពិសេសដែលលាក់កំបាំងហើយពួកគេមានជំនាញពិសេសមួយដែលផ្ទុយពីតួនាទីរបស់ពួកគេលីតាអ្នកនៅក្មេងតាអ្នកធ្លាប់មានដៃមួយស្រួចកាត់តែមែនទេរបស់ពួរអម្បូរគោព្រេងដែលបានវាយប្រហារមកភពបន្ទាប់ពីឧបទ្ទវហេតុនោះអ្នកទទួលបានជំនាញពិសេសមួយគឺដុតរំលាយដែកទៅពេលដែលប៉ះរាងកាយនោះគឺជាជំនាញរាងកាយកម្ដៅហើយអ្នកទាំងអស់គ្នាក៏អាចហៅជំនាញនោះបាទហៅថាជំនាញស្បែកឆេះហើយជំនាញនេះគឺមេដែលគេវាយប្រហារអ្នកដែលវាយប្រហារហ្នឹងមានការភ័យខ្លាចនិងភាពមួយស្រួចនោះជំនាញនេះនឹងកើតឡើងហើយជំនាញនេះនៅពេលដែលប្រើម្ដងគឺវានឹងកាច់1 mana HP ដរាបណាអ្នកមានម៉ាណាខ្ពស់អ្នកនឹងមានសមត្ថភាពអាចគេចពីការវាយប្រហារទាំងអស់ព្រះអង្គតើខ្ញុំខុសទេអ្នកគឺជាអ្នកមានសមត្ថភាពក្នុងការចាយម្នាក់ក៏ប៉ុន្តែវាគឺជាការពិតខ្ញុំនឹងប្រើប្រាស់ជំនាញនេះយ៉ាងសកម្មដំណាក់កាលមួយដែលមិនអាចលុបចេញបានបើដូច្នេះខ្ញុំគ្មានជំរើសអីក្រៅពីបោកប្រាស់ទេហេហេចងចាំណាកូនអាក្រក់ដែលបានបោះខ្ញុំចោលមកទីនេះខ្ញុំនឹងលុបហ្គេមមិនសមហេតុផលនេះចោលឲ្យអ្នកតមកខ្ញុំនឹងចាប់កអាវអ្នកលើកឡើងទៅលើហើយខ្ញុំនឹងវាយអ្នកពិតជាឲ្យខ្ញុំកើតជាជនផ្ដាច់ការសម្រាប់ការការពារជាតិនេះនឹងហើយវីដេអូនេះគ្រាន់តែជាការធ្វើលេងទេហើយបើគ្នាយើងពេញចិត្តវីដេអូទាំងអស់នេះកុំភ្លេចចូលចុច like និង subscribe និងបានសញ្ញាកណ្ដឹងហើយបើចង់មានភាគតកុំភ្លេចចុចពាក្យ comment ថាបងសុំអេពីសូតតតែប៉ុណ្ណឹងគឺខ្ញុំអរគុណខ្លាំងមែនទែនខ្ញុំទៅជាចំណាយពេលវេលាមួយថ្ងៃដើម្បីធ្វើវីដេអូនេះលេងអរគុណច្រើនបងសម្រាប់តាមដានវីដេអូនេះហើយខ្ញុំអត់មានអីចែកជូនដល់អ្នកគ្នាទេបើសិនជាខ្ញុំបាន 1k subscriber ខ្ញុំអាចនឹងធ្វើ Q&A ឬក៏ធ្វើអីផ្សេងគឺខ្ញុំអត់ប្រកាសទេប៉ុន្តែបើសិនជាខ្ញុំបានគឺខ្ញុំនឹងព្យាយាមធ្វើឲ្យអ្នកទាំងអស់គ្នាតែម្ដងពេលឈប់អត់តន់ចប់ទេនៅសល់បន្តិចទៀតគឺចុងក្រោយគឺសូមអរគុណដល់អ្នកទាំងអស់គ្នារស់ស៊ីមានបានជាមួយនឹងការភៀសខ្លួននេះខ្ញុំបានសម្រេចផងដែរអរគុណច្រើន